กรมตนโอตนาโยมទាំងអស់គ្នាហើយអញ្ជើញមកមើលសកម្មភាពប្រសង់និមន្តឡើងឆានទាំងអស់គ្នាបងណាណាសូមអនុមោទនាបនបងណាសពសាធិការអនុមោទនាមហាកុសលបងណាណារៀងរាល់ថ្ងៃគឺប្រគេនចង្ហាន់ប្រសង់ណារៀងរាល់ថ្ងៃទាំងព្រឹកទាំងថ្ងៃត្រង់ដោយពុទ្ធបរិស័ទចំណោះជើងវត្តទាំងអស់ថ្ងៃនេះគឺណារួមសហការសាមគ្គីគ្នាដោយពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសដែលថាធ្វើចង្ហាន់តិចតួចប្រចាំខែប្រចាំថ្ងៃហើយនឹងចង្ហាន់បិណ្ឌបាតដែលញាតិញោមក៏ដាក់តាមផ្ទះហើយណាបើសោះនិមន្តទៅបិណ្ឌបាតអញ្ចឹងទៅក៏យកមកដាក់ឆាន់រួមណាដើម្បីប្រគេនដល់អង្គផ្សេងដែលអត់បានទៅបិណ្ឌព្រោះប្រសង់ច្រើននៅក្នុងវត្តជិត200អង្គនោះអញ្ចឹងទៅក៏មានអង្គដែលត្រូវវេនសម្រាប់ក៏អង្គដែលត្រូវវេនបិណ្ឌដូច្នេះហើយបានថាដាក់រួមអញ្ចឹងទៅបានឆាន់ទាំងអស់អង្គរួមទាំងអាត្មាដែរណាហើយមុននឹងឡើងឆាន់ក៏រៀបចំជួរណារៀបចំជួរឲ្យបានស្អាតបាតប៉ុន្តែសូមអនុមោទនាកុំភ្លេចជួយshareម្នាក់មួយញាតិញោមទាំងអស់គ្នាកុំភ្លេចជួយshareម្នាក់មួយជាshareចែករំលែកណាវីដេអូនេះឲ្យបានច្រើនណាដើម្បីបានសេចក្តីជ្រះថ្លាណាចិត្តបនទាំងអស់គ្នាវត្តស្លាកែតក្រុងបាត់ដំបងប៉ុណ្ណាណាអាត្មាភាពភិក្ខុសរិបាឡោយិនផៃយិនផ្សាយចេញពីវត្តស្លាកែតក្នុងក្រុងនិងខេត្តបាត់ដំបងរងថ្ងៃចឹងឯងញោមណារងថ្ងៃគឺតម្រង់ជួរឡើងឆាន់ដើម្បីបរិញ្ញាសមណសិស្សឲ្យមានរបៀបនៅក្នុងការដើរហើរឬក៏និមន្តអីផ្សេងក៏យើងត្រូវបង្រៀនឲ្យមានរបៀបណាព្រោះវិន័យសង្ឃគឺគ្រប់គ្រាន់ដើម្បីមើលទៅគួរជាទីជ្រះថ្លាដូចជាក្នុងសក្ខីវត្តចឹងទៅលោកប្រាប់ពីរបៀបឆាន់របៀបដើរហើរឬអីគឺសពបែបសពយ៉ាងទាំងអស់ដូច្នេះហើយបានថាវ័យនេះគឺជាវ័យអប់រំវ័យដែលស្ថិតនៅក្នុងការណាអប់រំយកចិត្តទុកដាក់ចឹងទៅក៏យើងត្រូវតែមានរបៀបនៅក្នុងការអប់រំប្រសង់ដែរណាដូច្នេះហើយបានថាណាបរិញ្ញាឃើញអញ្ចឹងគឺបរិញ្ញាព្រានលោកឲ្យមានរបៀបដឹងពីកលៈទេសៈអីផ្សេងនៅក្នុងការគង់នៅក្នុងការដើរហើរឈរអង្គុយអីផ្សេងណាបងណាអញ្ចឹងសូមអនុមោទនាញោមទាំងអស់គ្នាកុំភ្លេចមេត្តាជួយរួមឧបត្ថម្ភចង្ហាន់ផងញោមទាំងអស់គ្នាបងណាយើងមើលឃើញនេះញាតិញោមទាំងអស់គ្នាណាកសាងគាត់ផងហើយត្រូវចិញ្ចឹមរ៉ាប់រងប្រសង់ចំនួនជិត200អង្គនេះផងហើយចង្ហាន់ផងថ្លៃទឹកថ្លៃភ្លើងផងគ្រូបរិញ្ញាផងហើយកសាងគាត់ឡើងប្រព័ន្ធណានៃទៀតញោមគិតសម័យមើលទៅថាចំណាយមួយខែអស់ប្រព័ន្ធណាក៏ប៉ុន្តែដែលបានដំណើរការទៅមុខប៉ុណ្ណឹងក៏ដោយសារតែញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាបានជួយរួមទាំងអស់គ្នានឹងឯងបើសិនជាញាតិញោមមិនបានជួយរួមទេគឺអត់បានប៉ុណ្ណឹងទេអាត្មាភាពអាចារ្យគណៈកម្មការព្រះអង្គគ្រូចារិកាទៅរកអីពីណាបានណារកតែកម្លាំងធ្វើការងារបានគ្រប់ជ្រុងជ្រោយនឹងសឹងតែមិនបានផងត្រឹមតែរកចំណាយពេលវេលារកទទួលទានដើម្បីចិញ្ចឹមប្រសង់ទៀតគឺអត់បានទេអញ្ចឹងក៏ត្រូវការជួយជ្រោមជ្រែងពីញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នានឹងឯងញាតិញោមទាំងអស់គ្នាអាចគិតបានពីរយ៉ាងថាគិតទៅគឺចិញ្ចឹមប្រសង់ណាថែរក្សាពុទ្ធសាសនាហើយគិតម្យ៉ាងទៀតថាអូយើងជួយការងារសង្គមចុះព្រោះញោមខ្លះគាត់ធ្វើទានជ្រកក្រុមពាក្យថាការងារសង្គមអញ្ចឹងក៏ញាតិញោមអាចជួយចូលរួមឧបត្ថម្ភបានណាការងារសង្គមផ្ដល់ឱកាសការសិក្សាដល់សាមណៈអ្នកបួសកុលបុត្រដែលមកបួសហើយបានគុណក្នុងវត្តស្នាកែតនេះបានសិក្សារៀនសូត្រដូចញាតិញោមដឹងអញ្ចឹងថាមានការសិក្សារៀនសូត្ររាល់ថ្ងៃជាប់លាប់ណាមានការទទួលស្គាល់ដឹងឮទាំងអស់គ្រប់ខេត្តក្រុងថាវត្តស្លាកឹតគឺជីវិតមួយដែលមានការអប់រំត្រឹមត្រូវច្បាស់លាស់ដូច្នេះហើយបានថាមានប្រសងមកគង់នៅច្រើនដូចរថ្ងៃអញ្ចឹងមានញោមកាត់ឆាតមកសុំថាលោកកូនណាលោកម្ចាស់លោកគ្រូណាសុំជួយទទួលកូនខ្ញុំកាលណាមួយផងទៅត្រូវការដោយការសិក្សារៀនសូត្រក៏ប៉ុន្តែយើងចិត្តតែមានក្តីអាណិតអាសូរក៏ប៉ុន្តែពេលខ្លះទទួលអត់បានហេតុអីបានទទួលមិនបានដោយសារអីចំនួនកន្លែងមានកំណត់ណាយើងមើលឃើញកំពុងតែកសាងកុដិថ្មីណាពេលខ្លះយើងរត់អត់រួចទេច្រើនពេកដូច្នេះទៅបានថាអាណិតចេះតែអាណិតតែមិនដឹងធ្វើម៉េចបើយើងលទ្ធភាពយើងមានដែនកំណត់ក៏ប៉ុន្តែយើងនៅតែព្យាយាមជួយអ្នកដែលយើងអាចជួយបានទាំងអស់គ្នាអញ្ចឹងការជួយនេះគឺពឹងញោមទាំងអស់គ្នានឹងឯងណាចាំថាខំមកឲ្យញោមជួយshareទាំងអស់គ្នាដើម្បីចែករំលែកវីដេអូនឹងឲ្យបានច្រើនអញ្ចឹងទៅបានមើលបានឃើញបានដឹងហើយបានជួយចូលរួមធ្វើការងារសង្គមបំពេញបុណ្យកុសលជាមួយខ្ញុំកណ្ដាលអាត្មាភាពទាំងអស់គ្នាញាតិញោមមើលឃើញទេកសាងកុដិនៅខាងក្រោយនេះក៏កសាងណាសកម្មភាពរៀនសូត្រប្រចាំថ្ងៃហ្នឹងក៏នៅតែធ្វើដើម្បីណាជួយការងារទាំងអស់ហ្នឹងការងារកសាងដែលញាតិញោមឃើញនេះផ្លាកដល់មុខហ្នឹងហើយនៅខាងក្រោយនោះនេះឃើញណាគាត់ប្រព័ន្ធណាណីនេះណាធ្វើដើម្បីអីគឺដើម្បីតែការអប់រំតែមួយគាត់ហ្នឹងអញ្ចឹងច្រើនពលញោមទាំងអស់គ្នាមេត្តាជួយរួមជួយshareទាំងអស់គ្នាបងណាអរគុណច្រើនញាតិញោមទាំងអស់គ្នាដែលបានជួយមើលឃើញសកម្មភាពរបស់ព្រះសង្ឃនៅក្នុងវត្តស្លាកែតហើយមានទឹកចិត្តអាណិតអាសូរស្រឡាញ់ព្រះសង្ឃណាបងណាចម្រើនពលញោមទាំងអស់គ្នាណាអញ្ចឹងវីដេអូហ្នឹងកុំអោយវែងពេកញោមណាកុំអោយវែងពេកហើយខុសត្រូវយ៉ាងណាសូមអធិស្ឋានបងណាកូនតូចអញ្ចឹងដូចចាប់ផ្ដើមដាក់ចង្អេចឹងឯងបើមិនថាបើមិននៅចិត្តទេគឺរៀងពិបាកតិចហើយក៏ប៉ុន្តែយើងនៅតែធ្វើព្រោះការ
ងារជាអ្នកអប់រំគឺចឹងឯងណាអញ្ចឹងណាចឹងអាត្មាភាពណាភិក្ខុសេរីប៉ាឡោយិនផៃយិនសាចេញពីវត្តស្លាកិតស្ថិតនៅក្នុងក្រុងនៃខេត្តបាត់ដំបងសូមចម្រើនពរលាញាតិញោមទាំងអស់គ្នាហើយមេត្តាជួយសៀទាំងអស់គ្នាម្នាក់មួយប៉ុណ្ណាណាជួយសៀម្នាក់មួយប៉ុណ្ណាសុំទឹកចិត្តថាជួយសៀម្នាក់មួយណាបើមិនបានជួយអីលើសប៉ុណ្ណឹងជួយសៀក៏ឈ្មោះថាជួយជួរួមនៅក្នុងការដំណើរការជួយដល់ប្រសងនៅក្នុងវត្តស្លាកិតទាំងអស់នេះដែរប៉ុណ្ណាសូមអនុមោទនាចម្រើនពរលាបង